រដ្ឋបាលខណ្ឌបឹងកេងកងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពផ្ដោតសំខាន់ក្នុងការរៀបចំកម្លាំងទៅចូលរួមអបអរសាទរការប្រកួតបាល់ទាត់មិត្តភាពកម្ពុជាថៃសាលាខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី7ខែមិនិនាឆ្នាំ2025នេះបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌផ្ដោតសំខាន់ក្នុងការរៀបចំកម្លាំងទៅចូលរួមអបអរសាទរការប្រកួតបាល់ទាត់មិត្តភាពកម្ពុជាថៃដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី75នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនារសៀលថ្ងៃទី8មីនានៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកក្នុងឱកាសនោះលោកសុកសម្បត្តិប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានមានប្រសាសន៍ណែនាំដល់សង្កាត់ទាំង7ក្នុងខណ្ឌបឹងកេងកងដែលបានទទួលផែនការហើយត្រូវធ្វើឲ្យបាននៅចំនួនមនុស្សយុវជនដែលបានកំណត់ហើយត្រូវមានសម្លៀកបំពាក់ឲ្យបានសមរម្យដោយរក្សាឲ្យបាននៅសេចក្តីថ្លៃថ្នូរលោកបន្តថាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ទាំង7បើទោះជាយើងត្រូវដាក់កម្លាំងទៅជួយការពារក្នុងពិធីនោះក៏ដោយក៏យើងមិនភ្លេចត្រូវអនុវត្តឲ្យបាននូវសន្តិសុខសុវត្ថិភាពនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរលោកសុកសម្បត្តិបញ្ជាក់ថាបើតាមកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជាថៃកាលពីរសៀលថ្ងៃទី6មិនិនាកន្លងមកនេះឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនបានមានប្រសាសន៍ថាចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ខាងក្នុងនិងខាងក្រៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកមានលក្ខណៈល្អប្រសើរហើយស្នើបន្ថែមយកចិត្តទុកដាក់មើលស្ថានភាពនយោបាយដែលអាចបង្កឡើងពីក្រមជ្រុលនិយមរបស់ថៃនិងជ្រុលនិយមរបស់កម្ពុជាយើងត្រូវបង្ការទប់ស្កាត់ក្រមទាំងនេះឲ្យបានត្រូវផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងកីឡាករបាល់ទាត់ឲ្យយល់ពីខ្លឹមសារនៃការប្រកួតនេះជៀសវាងកុំឲ្យមានបញ្ហាឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនបានបន្តថាការប្រកួតនេះគឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី75នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃហើយក៏ជាការប្រកួតដើម្បីពង្រឹងមិត្តភាពទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជានិងថៃឲ្យកាន់តែរឹងមាំដូច្នេះយើងត្រូវតែធ្វើការងារនេះឲ្យល្អបំផុតជៀសវាងកុំឲ្យមានបាតុភិបអ្វីកើតមានឡើងអសោះកម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើឲ្យល្អបំផុតមានបញ្ហាអ្វីតាក់ទងភ្លាមមកឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីចាត់គ្រប់គ្រងវិធានការចំពោះមុខបន្ថែមពីនេះចំពោះបរិស្ថានអនាម័យក៏ត្រូវតែស្អាតទាំងខាងក្រៅនិងខាងក្នុងពហុកីឡដ្ឋានជាតិអូឡ িম্প ិកគូបញ្ជាក់ថាព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជាថៃអបអរសាទរខួបអនុស្សាវរីយ៍លើកទី75នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរមានពីរប្រកួតនោះគឺក្រុមបាល់ទាត់តារាកម្ពុជានិងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់មួយថៃផងដែរ